តោះទៅបាច់ជីស្រូវមួយខ្ញុំបងប្អូនអើយថ្ងៃនេះខ្ញុំទៅបាច់ជីស្រូវបងប្អូនអើយឃើញថាទិញសភាពវាស្រែស្អាតណាបងប្អូនអើយទឹកដីប្រទេសខ្មែរប្រទេសកម្ពុជាយើងណាគឺផូរផង់ល្អស្រស់ស្អាតណាបងប្អូនអើយនេះតាមដងផ្លូវជិះទៅស្រែខ្ញុំណាបងប្អូនរៀងឆ្ងាយដែរពីផ្ទះខ្ញុំទៅដល់ស្រែហ្នឹងណាបងប្អូនអើយឥឡូវមកដល់ស្រែឃើញថាស្រែគឺអត់មានទឹកទេបងប្អូនអើយនៅខាងខ្ញុំនេះគឺអត់ភ្លៀងទេបងប្អូនអើយរាំងដល់ពេលចឹងថាទៅបាច់ជីគឺបាច់អត់កើតទេដល់ពេលចឹងនាំគ្នាមកដាក់គោមផ្អាវហូបបងប្អូនអើយបងប្អូនណាដែលធ្លាប់ហូបគោមផ្អាវអត់រសជាតិវារៀងផ្អែមឡំបើយើងយកទៅស្លកកូរទៅអីក៏អាចស្លហូបបានដែរបងប្អូនគោមផ្អាវហ្នឹងណាបងប្អូនអើយមើលមាត់ខ្ញុំហូបនេះទៅថាតំណងឆ្ងាញ់មែនតែនណាបងប្អូនអើយហើយក៏នាំគ្នាអង្គុយលេងគឺខ្យល់អាកាសល្អខ្លាំងមែនតែននៅវាស្រែណាបងប្អូនទៅដល់ចង់ទៅដេកលក់ហើយនៅជាប់ស្រែខ្ញុំហ្នឹងក៏មានតពាំងបឹងឈប់មួយកន្លែងដែរបងប្អូនទៅដល់ឈប់ចាស់អស់ហើយបងប្អូនអត់មានខ្ចីទេហើយឈប់ក៏អត់ល្អដែរវាបានក្របមួយដែរទេបងប្អូនខ្ញុំចុះបេះនេះខ្លាចតែឆ្លើងទេបងប្អូនប៉ុន្តែអត់មានទេឥឡូវនេះអស់ហើយឆ្លើងនៅខាងខ្ញុំអត់មានទេបងប្អូនដាច់ពូជអស់ហើយរោតែមកក្បាលធ្វើថ្នាំអីក៏អត់មានដែរបងប្អូនតពាំងហ្នឹងពេលណាដែលខែប្រាំងគឺវារិញទឹកហួតអស់ហើយឈប់ហ្នឹងក៏ងាប់អស់ដែរដល់ពេលណាដែលមានទឹកចូលដល់ខែភាសាគឺវាមានលាស់មកវិញអញ្ចឹងណាបងប្អូនហើយតពាំងហ្នឹងគឺអត់មានពីណាគេទៅដាំទេខ្ញុំពីអ្នកប្តីហ្នឹងចុះបេះឲ្យប្អូនអ្នកថតឲ្យបងប្អូននេះនិយាយថាយើងរវល់រស់ស៊ីការងារនៅផ្ទះយូរបានទៅស្រែម្ដងអីនិយាយពីស្រឡះមុខស្រឡះមាត់ស្រួលណាបងប្អូននេះខ្ញុំចូលចិត្តទៅស្រែណាប៉ុន្តែពេលទៅម្ដងអញ្ចឹងខាតការងារនៅផ្ទះយើងដែរបងប្អូនហើយប៉ុន្តែចិត្តចង់ទៅលេងដោយសារតែទៅវាស្រឡះមុខស្រឡះមាត់ស្រួលខ្យល់ត្រជាក់បរិសុទ្ធល្អណាបងប្អូននៅវាស្រែហើយបេះឈប់បេះអីបានប្រមាណផងលេងមានណាមេឃភ្លៀងមកបដ ாய் នៅកណ្ដាលវាលមានអីនាំគ្នាឈរញ័រញាក់ណាបងប្អូនអើយទឹកអស់ទឹកជោកទាំងកូនខ្ញុំពី2នាក់ហ្នឹងល្ងាហើយភ័យដែរណាបងប្អូនពេលមេឃភ្លៀងយើងនៅកណ្ដាលវាលអញ្ចឹងដែរណាបងអត់មានអីជ្រោកផងខ្លាចតែផ្ទះដែរហ្នឹងបងប្អូនមិនតែអត់អីទេនេះបន្ទាប់ពីភ្លៀងហើយគឺថាទឹកសកក់ហ្មងម្នាក់បងប្អូនហើយល្ងាទៀតពេលផុតពីនឹងមកក៏ខ្យល់ត្រជាក់ខ្លាំងមែនតែនប៉ុន្តែអត់អីទេមកក៏អត់ខាតជើងដែរបងប្អូនបានភ្លៀងអញ្ចឹងយើងបានបាច់ជីស្រូវដែរបងប្អូនហើយនេះខ្ញុំអង្គុយប្រលេះក្របឈប់បងប្អូនយើងប្រលេះយកតែក្របទេយើងចោលសាច់នៅនឹងទៅប្រលេះច្រកដបទឹកសុទ្ធមកយកមកផ្ទះមកក៏បានស្ងោរហូបដែរបងប្អូនមានអីឆ្ងាញ់ដែរតាបងប្អូនហើយក៏បានពុកខ្ញុំនិងប្តីខ្ញុំហ្នឹងគាត់បាច់ជីបាច់អីទៅបងប្អូនប៉ុន្តែភ្លៀងអត់ច្រើនអីទេបងប្អូនភ្លៀងអត់សើមដីណាប្រហែលទេបងប្អូនភ្លៀងមករះមកសើមខ្លួនយើងមកល្ងាដែរហ្នឹងណាបងប្អូនបាច់ជីបាច់អីទៅហើយក៏ត្រឡប់មកផ្ទះវិញទៅណាបងប្អូន